សៃមុំឡានមិនដែររៀបរយទេតើមិនបានធ្វើអីពេញមួយថ្ងៃមែនទេបាទមីកាអីស្អីនៅជាប់មុខសង្ស័យប្រឡាក់ពីផ្សារមកច្រើនមែនទេចេញអត់ណែនាំគ្នាធ្វើស្អីបងអ៊ំមកធ្វើអីហ្នឹងគឺបងមកនិយាយកិច្ចការជាមួយមកអ៊ំហ្នឹងណាណែម៉ាក់មានរឿងចង់និយាយជាមួយឯងនាយផងណានាយដួងពិតមែនទេដែលកូនឲ្យនាយដួងខ្ចីលុយរាប់សែនពិតមែនហើយលោកស្រីហើយព្រមសារភាពធ្វើអីហេតុអីក៏មិនប្រាប់ម៉ាក់ឲ្យលុយគេខ្ចីដល់ថ្នាក់ហ្នឹងវាច្រើនណាស់ណាដឹងទេគឺថាអ្នកដួងគេក្តៅក្រហាយជាបន្ទាន់ណាអ្នកម៉ាក់បានជាកូនបញ្ញាប់សម្រេចចិត្តតែមិនបានប្រាប់ម៉ាក់លោកស្រីខ្ញុំសុំទោសពិតមែនប៉ុន្តែលោកស្រីមិនចាំបាច់បារម្ភទេខ្ញុំនឹងព្យាយាមរលួយមកសងអ្នកនាងមុខឲ្យបានឆាប់ជាទីបំផុតបាទណាលើកទៅពាក់ខ្ញុំណាលើកទៅពាក់កូនស្រីខ្ញុំណាមួយថ្លៃផ្ទះទៀតណាអ្នកម៉ែក៏ប៉ុន្តែពេលនេះអ្នកដួងគេបើកតូបលក់តំណែងហើយប្រាក់ចំណូលគួរតែមានច្រើនឡើងហូចចឹងហ៎វាបានប្រមាណទៅបថោអើយចុះអ្នកម៉ែឲ្យធ្វើយ៉ាងម៉េចគឺលុយវាត្រេកឆ្នោតអើយមែនទេគឺមកអ៊ំបែបនេះសូមមកអ៊ំចាត់ការដាច់ខាតទៅដេញវាឲ្យទៅនៅកន្លែងផ្សេងទៅណែគិតចេះណានាយដួងបញ្ញាប់រលុយមកសងខ្ញុំនិងកូនស្រីខ្ញុំវិញទៅណាលីទេមិនក៏មកអ៊ំធ្វើអញ្ចឹងទៅវិញពីលើកមុនម្ដងរួចទៅហើយតើអូនមុខគេខំលាក់បាំងរឿងនេះទៀតទីនេះផ្ទះខ្ញុំអាចចាត់ការបានខ្ញុំអរគុណលោកស្រីច្រើនហើយបាទខ្ញុំមិនភ្លេចគុណលោកស្រីទេណែនិយាយចេញមកខ្លួនឯងទេណាថាមិនភ្លេចគុណខ្ញុំណែចេញពីមាត់ឯងតែម្ដងកិច្ចមិនផុតពីយើងទេថាម៉េចនឹងម៉ែអត់មានអីទេកូនម៉ែគួរអត់ស្មានល្អចំไรយោមនុស្សផ្ទះនេះកើតអីទៅនឹងកូនតាមនុស្សអន់ម្នាក់សោះចាំមើលទៅរំលងក្បាលយើងបែបនេះទៅហើយពួកឯងច្បាស់ជាខូចចិត្តហើយនេះវាមិនតាន់ចិត្តទេត្រូវតែធ្វើបែបនេះអាខៃយកមួយចានទៀតឲ្យលេឡើងយឺតយ៉ាវមែនខូចអារម្មណ៍អស់យកមកដល់ហើយលេឡើងដាក់ចាំមកអូយមកដល់ហើយអូយបងនេះប្រឡឹងខ្មោចតាជជក់ចូលខ្លួននេះដឹងអីអូមួយមកតំនីណាចង់ដឹងចង់ដឹងមកខ្នេះឆ្លងទៅមិនបងណាយកមកជើងនេះមកជើងទៅមុខហាលឿនទៅឆាប់ទៅនេះត្រៀមទឹកឲ្យយើងមួយចានទៀតមកមួយចានទៀតទៅត្រៀមមកតាមមើលទៅដូចជាមិនសូវចាយស៊ីបែបនេះមិនខាច់ធាត់ទេអត់ទេបដាឲ្យវាធាត់តាមតាណាទៅយើងនឹងឲ្យវាដឹងថាខ្លួនណាអាក្រក់ខ្លះទៅវាយ៉ាងម៉េចនិយាយឲ្យឈឺចិត្តខ្លាំងណាស់លេងចង់ធ្វើជាតារាយទៀតហើយនេះអាសាំជុំនិយាយព្រាមទៅឲ្យរឿងតារាតារងអីនោះខ្ញុំស្អប់អ្នកនៅក្នុងមជ្ឈដ្ឋានសិល្បៈខ្លាំងណាស់ស្គាល់មុខតែមិនស្គាល់ចិត្តពីមុខល្អក្រៅបោកប្រាស់មានតែកុហកកលិចរកភាពស្មោះត្រង់ក្នុងចិត្តមិនបានស្អប់ខ្លាំងណាស់ជុំនិយាយពីរឿងហ្នឹងទៅគាត់តែស៊ីបែបនេះប្រយ័ត្នវាមិនស្អាតណាស៊ីច្រើនពេកប្រយ័ត្នធាត់អាក្រក់ហើយនេះទុកបីយ៉ាងណា
ខ្ញុំអរគុណដែលឯងបានមកកំដរខ្ញុំពេលខ្ញុំធុញចុះបើហូបពីមិត្តទៅជាអីផ្សេងបានអត់ទេឯងនេះបើនវ៉ៃឯងមិនភ័យខ្លាចថាមិនស្អាតទេព្រោះថាប៉ុណ្ណឹងស្អាតសម្រាប់ខ្ញុំហើយកំពុងធ្វើអីហ្នឹងគឺខ្ញុំកំពុងគូគំនូររវងមូលដូចជានាងដែរអេប៉ុន្តែមិននេះឃើញមួយផ្លែតដូចជាមិនមូលទេអូគឺខ្ញុំប្រហែលជាខ្ញុំគូគំនូររវងមូលម្ល៉េះដូចជានាងនេះនិយាយបញ្ឈឺតែដឹងនេះអត់ទេម៉ាតើនាងសៃមុខមានព្រះអីជាមួយខ្ញុំដែរអូគឺខ្ញុំមកអរគុណដែលនាយបានបដូរកង់ឲ្យខ្ញុំតែខ្ញុំនឹកឃើញនៅមិនតាន់បានអរគុណផងបានមិនទេខ្ញុំរីករាយមានផ្កាអ្វីណោះដែលស្រស់ស្អាតយកទៅដាក់លើក្បាលក្រែបានខ្លះនាងសៃមុខផ្កានេះណាក្រអូបណាសុំទៅផងណាគេសៀតបែបនេះនាងនឹងបានស្រូបយកក្លិនរបស់វាដែលនៅក្បែរចេះហើយក្រអូបមែនวันนี้ก่อนบ้านเจ็บไปมาเลยนี่กระเป๋าไอ้นั่งเหรอได้ยกกระดาษมาเป็นหมูหายเองนะน่ายังหล่ะล่ะไอ้กระทันยำនាងសៃមុខផ្កានេះណាកោខ្លាំងណាស់សុំទោសណាគេសិតបែបនេះក្លិនផ្ការឿងម្ចាស់មកក្រអូបក្បែរនាងហ្នឹងចេះក្រអូបមែនផ្លូវមួយប៉ងទៅហើយសំផ្លូវមួយប៉ងទៅហើយសំផ្លូវមួយប៉ងទៅហើយឲ្យបងសុខសប្បាយជាទៀតមើលដាក់កំឡោម៉ាត់ជាមិត្តចិត្តនៅអត់ដួងម៉ាត់ទៅហើយជួយប្រាប់ដួងបានទេថាឲ្យគេប្រយ័ត្នខ្លួនហើយនៅចាំមើលខុសត្រូវគេផងកុំឲ្យឃ្លីបពីខ្សែភ្នែកចេះតែបានបើតាហេតុអីចាំបាច់ប្រយ័ត្នខ្លួនគឺមានគេចង់ធ្វើបាបគេให้ធ្វើបាបរួងតែណាគេខ្ញុំក៏មិនស្គាល់ដែរគឺក្មួយនឹងមើលខុសត្រូវគេបានអបផងណែអំគ្រូទីក៏លក់ឆោតជាតិហ្នឹង
លុយច្រើនជាតិមែនហើយមែននេះខ្ញុំប្រាប់ទៅខ្ញុំនេះចិត្តនឹងវាពិតមែនតែខ្ញុំមិនបានការពារវាគ្រប់ពេលទេដូច្នេះសន្យាបានតាមមួយផ្នែកតូចតែប៉ុណ្ណោះឯងអូខេប៉ុណ្ណឹងក៏អូខេដល់សល់ប្រហែលមួយខុសទៅខ្លួនឯងទៅខ្ញុំគ្មានស្អីនឹងគ្នាទេក៏ប៉ុន្តែជួយប្រាប់លោកទៅថាឲ្យគេប្រយ័ត្នខ្លួនណាបានអរគុណច្រើនហើយបានមិនទេរឿងអីមកចាប់ឲ្យបារម្ភពីវាទៅស្អីគ្នាអត់មានស្អីគ្នាទេប្រាប់ឲ្យថាគ្មានស្អីទេប៉ុន្តែមនុស្សយើងដឹងដំណឹងអីក៏រត់មកប្រាប់គ្នាអូខេអរគុណច្រើនបាទឈួតទីនឹងអ៊ំនេះមេខ្នៅខ្លាំងពេកមនុស្សឈួតច្រើនគេនឹងមនុស្សអាក្រក់ទីនឹងណោះស្អាតអាចារ្យស្អាតហើយហើយអ្នកណាគេហ៎អ្នកណាគេយកស្អីកណ្ដាលមកបិទមុខហារបស់ឡាឡាមកបិទធ្វើស្អីទៅនេះកុំឲ្យយើងចាប់បានណាយើងផ្ទះឲ្យដាច់ក្បាលទៅបងណាគេចៃគេចង់ផ្ទះឬមួយចង់ចៃអូយបាត់ឯងគាត់បានផ្ទះដាច់ក្បាលលើនេះកប៉ោងឯងហ្នឹងដែលយកកណ្ដាលមកបិទមុខហាយើងណានាងឡាឡាអញគិតថាខ្ញុំមានពេលតំណេះដល់ថ្នាក់ហ្នឹងផងអីអូយបើសិនជាអាចទៅរួចខ្ញុំមិនចង់ដើរមកលក់ជ្រក់អាមៀងនៅមុខហាងឯងទេវាស្មៅក្រោកអញ្ចឹងហ៎ហើយបើមិនមែននាងឯងទេអ្នកណាគេទៅអ្នកណាគេទៅហើយស្អីគេហ្នឹងកម្មវិធីប្រឡងរមុខតំណែងអូថប់ប្រចាំផ្សារចៃទៅតំណែងអូថប់នេះល្ងងមកពីផ្សារយើងត្រូវការលក់ដូរណាដើម្បីល្បីឈ្មោះហើយណាមួយលោកស្រីសយភីឲ្យពួកយើងគិតរកឆ្នៃប្រឌិតថ្មីដើម្បីឲ្យផ្សារយើងវាល្បីល្បាញជាងគេហើយបានណាឈ្នះនឹងបានរង្វាន់ទៀតណាហើយរង្វាន់ចៃគេប្រឡងឆ្លាមអតីតតែដឹងហើយខ្ញុំមិនចាប់អារម្មណ៍ទេអ្នកឯងចាប់អារម្មណ៍ណាបើមិនចាប់អារម្មណ៍ល្អហើយទោះឲ្យយើងជាអ្នកចាប់អារម្មណ៍យើងឡើងប្រគល់ប្រជែងចេញមុខចេញវត្តម្ដងហ៎មកដូចជានាងហ្នឹងបានស្អីទៅសួរជាមួយគេដោះមកខាងហ្នឹងតែដឹងនាងមកក្លាប់ហើបប្រយ័ត្នយកដោះវាយ